ជំរាបសួរបងប្អូននេះគឺជាតាមផ្លូវយើងជិះកង់បាទរាប់ទៅនឹងផ្លូវធំនឹងឯងបាទគឺនៅមុខសន្តាគារមួយកន្លែងបងប្អូននៅក្បែរនឹងមន្ទីរពេទ្យគន្ធបុប្ផាឃើញថាមានការដាំផ្កាស្អាតមែនទេមិនមែនមានតែផ្កាក្រដាស់មួយមុខទេបងប្អូនមានផ្កាចម្ប៉ាផ្កាចំប៉ីហើយនិងផ្កាផ្សេងទៀតច្រើនមែនទេបងប្អូនហើយយើងដើរមកដុំនេះគឺអាកាសធាតុត្រជាក់ស្រួលមែនទែនបាទដោយសារតែមានវាលស្មៅដែលបុគ្គលិកសន្តាគារហ្នឹងគាត់ធ្វើការថែទាំស្រោចទឹកជាប្រចាំហើយនៅតាមអមនឹងដងផ្លូវហ្នឹងគឺថាមានការដាំដើមផ្កាក្រដាស់បងប្អូនផ្កាក្រដាស់ហ្នឹងគឺស្អាតណាស់ហើយមានចម្រោះពណ៌ច្រើនមែនទែនបាទមានពណ៌ស្វាយពណ៌សពណ៌ក្រហមពណ៌ទឹកក្រូចបាទហើយមានពណ៌ផ្កាឈូកនិយាយទៅគឺមានច្រើនពណ៌ខ្លាំងមែនទែនបាទផ្កាក្រដាស់ហើយនៅពេលដែលគេផ្កាគឺផ្កាដំណើរគ្នាតែម្ដងបាទហើយឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើរនៅកន្លែងផ្លូវជិះកង់បងប្អូនបាទកន្លែងនេះគឺងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋបាទដែលគាត់ចូលចិត្តជិះកង់ហាត់ប្រាណទៅតាមតំបន់ប្រាសាទបាទពីក្នុងក្រុងឆ្ពោះទៅតំបន់ប្រាសាទហើយពីតំបន់ប្រាសាទឆ្ពោះមកក្នុងក្រុងសៀមរាបវិញបាទហើយឃើញថាទេសភាពនឹងគឺស្រស់ស្រាយខ្លាំងមែនទែនបងប្អូនដោយសារតែមានផ្កានៅជុំវិញអញ្ចឹងណាបាទអញ្ចឹងនៅមុខសន្តាគារឬក៏កន្លែងផ្សេងហ្នឹងគឺគេមានការរៀបចំបាទមើលទៅគឺបើយើងដើរចូលមកគឺតិចអារម្មណ៍តិចចិត្តហើយតិចភ្នែកមែនទែនបាទវាស្អាតហ្នឹងហើយកន្លែងខ្លះមានថាឃើញមានការកាប់ដើមឈើដែលវាចាស់ពុកបាទហើយវាអាយុវាចាស់ខ្លាំងហើយឃើញមានការដាំឡើងវិញនៅដើមឈើដដែលបាទដូចជាឧទាហរណ៍ថាដើមកុកីអញ្ចឹងបាទឃើញថាមានការកាប់អាដើមធំដែលវាមានការពុកគល់ដែលវាអាចនឹងហានិភ័យពេលខ្យល់ពេលអីអញ្ចឹងបងប្អូនបាទកាប់វាហើយក៏ឃើញថាមានការដាំបាទដាំឡើងវិញអញ្ចឹងអានឹងជារឿងមួយដែលប្រសើរមែនទែនបងប្អូនបាទយើងមានការដាំឡើងវិញនៅអ្វីដែលយើងបានកាប់បាទហើយហ្នឹងហើយបើសិនជាមានការដាំឡើងវិញឲ្យវាបានច្រើនជាងអ្វីដែលយើងបានកាប់ដកវាអាណាដែលចាស់ងាប់ហ្នឹងអាហ្នឹងគឺវាធ្វើឲ្យសោភ័ណភាពនៅក្នុងទីក្រុងបាទកាន់តែស្រស់ស្រាយបាទកាន់តែគួរឲ្យចង់រស់នៅគួរឲ្យចង់មានភ្ញៀវទេសចរគាត់មកលេងកម្សាន្តទាំងភ្ញៀវនៅក្នុងស្រុកទាំងភ្ញៀវនៅក្នុងប្រទេសទាំងភ្ញៀវបរទេសបាទភ្ញៀវមកពីប្រទេសគេផ្សេងក៏គេចូលចិត្តដែរបាទហ្នឹងហើយបងប្អូនផ្កាហ្នឹងបងប្អូនផ្កាមិនថាតែអ្នកណាតែមនុស្សក៏ដោយសត្វក៏ដោយបាទឲ្យតែឃើញផ្កាគឺថាស្រឡាញ់ចូលចិត្តខ្លាំងមែនទែនបាទជាពិសេសគឺសត្វល្អិតសត្វមេអំបៅឬក៏សត្វអីដែលចូលចិត្តក្លិនឬក៏ក្រេបលំអងផ្កាយកទៅធ្វើជាដូចជាទឹកឃ្មុំទឹកអីហ្នឹងបាទពពួកឃ្មុំហ្នឹងគឺសម្បូរដែរបាទអញ្ចឹងកាលណាយើងឃើញសត្វល្អិតឃើញអីទៅវាមានបាក់សីមានអីបាទពួកសត្វចាបសត្វអីក៏វាមកដែរវាមកដើម្បីស៊ីដង្កូវឬក៏ស៊ីសត្វល្អិតដែលមានច្រើនបាទដូច្នេះវាបង្កើតនៅគេហៅថាវដ្តជីវិតហ្នឹងបងប្អូនបាទecology ហ្នឹងវាមានរុក្ខជាតិអញ្ចឹងទៅវាមានផ្កាអញ្ចឹងទៅវាមានសត្វមានអីមកបន្តអញ្ចឹងទៅបាទហើយវាធ្វើឲ្យបរិយាកាសហ្នឹងវាហាក់បីដូចជាផ្សារភ្ជាប់ជាមួយនឹងធម្មជាតិបាទធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយល្អមែនទែនពេលដែលបានមកលេងនៅក្នុងតំបន់មួយដែលប្រកបទៅដោយមានដើមឈើច្រើនមានផ្កាដូច្នេះបាទ